បងប្អូនកីឡាករបាទសំអឿនសុផានេះប្រកួតអន្តរជាតិ40ដងបងប្អូនណាចាញ់តែម្ដងទេបងប្អូនពិតជាមិនធម្មតាហើយគីឡូ71ទេបងប្អូនគីឡូគឺគៀកដូចធឿនធារាចឹងបងប្អូនហើយការប្រកួតទៀតសោតគឺមិនធម្មតាទេបើតាមការបញ្ជាក់ការបង្ហោះផ្លូវការក៏ដូចជាការបាទសម្ភាសរបស់បាទ admin ស្តង់ដាចំពីបាទការប្រកួតក៏ដូចជាប្រវត្តិនៃការប្រកួតកីឡាករបាទសំអឿនសុផាដែរបាទប៉ះជាមួយនឹងអន្តរជាតិបាទ40ដងគឺចាញ់តែម្ដងហើយត្រៀមលេងឈុតធំជួបដៃគូចាស់បាទសែនឆៃទៀតបងប្អូនជួបដៃគូចាស់សែនឆៃអញ្ចឹងដៃគូចាស់សែនឆៃបងប្អូននេះអាចថាជួបនឹងបាទយ៉ាងណានេះចេះបាទជួបជាមួយនឹងកីឡាករដែលធ្លាប់ប៉ះសែនឆៃបងប្អូនប៉ះសែនឆៃកាលពីសែនឆៃកំពុងតែឡើងទឹកដៃទឹកជើងបងប្អូនបាទយើងយូរឆ្នាំហើយអញ្ចឹងឥឡូវនេះត្រូវមកប៉ះជាមួយនឹងកីឡាករគុនខ្មែរយើងសំអឿនសុផានេះឃើញមើលណាអញ្ចឹងមិនដឹងថាពេញលេងយ៉ាងណាទេបងប្អូនបាទការប្រកួតនឹងគឺនៅថ្ងៃទីបាទ14បាទខែឧសភាឆ្នាំ2024បាទអញ្ចឹងយើងបាទរងចាំមើលទស្សនាទាំងអស់គ្នាបងប្អូនហើយប្រវត្តិទៀតសោតបងប្អូនដែលស្គាល់ច្បាស់អាច comment ខាងក្រោមវីដេអូខ្ញុំសូមសរសើរខ្លាំងមែនទែនបាទការវឹកហាត់របស់គាត់ហើយទម្រង់នៃការប្រកួតរបស់កីឡាករសំអឿនសុផានេះបាទការប្រកួតចាញ់ម្ដង40ដងបងប្អូនមិនមែនលេងសើចណាបាទកំណត់ត្រាមិនមែនលំទេ40ដងចាញ់តែម្ដងបាទមិនមែនលំទេហើយគីឡូ71ទៀតនិយាយទៅផ្អែមមកខ្លួនផ្អែមហើយការប្រកួតគាត់គឺណែនល្អបាទកីឡាករនេះគឺអនាគតដឹងតែអែមកខ្លួនបើសិនជាគាត់មិនទៅលេងកីឡាអីដល់ទៅលេងបាល់ផ្ទះបាល់បោះអីហ្នឹងណាចង់គាត់ហាត់គុនខ្មែរគឺហាត់ឲ្យពេញណែនមកបើគាត់អាចថាទៅលេងផ្សេងអាចថាបែកបាទក្នុងការវឹកហាត់អត់សូវដល់បើគាត់ហាត់បដោតឲ្យជាប់គីឡូគាត់71ហ្នឹងគឺប្រកាសជាទទួលបាទឈ្មោះល្បីជាព្រមខាងបងណាហើយគាត់ខំមែនតើបាទអញ្ចឹងជូនពរកីឡាករបាទសំអឿនសុផាបាទហាត់ឲ្យច្បាស់បាទហើយយើងច្បាស់គុនខ្មែរគឺច្បាស់គុនខ្មែរគុំទៅបាទទៅចំណាយពេលទៅធ្វើអីផ្សេងទៅហាត់ទៅលេងផ្សេងបងណាម្ដងមកការបានបាទម្ដងការមួយទឹកនេះម្ដងយើងត្រាមកបាទសប្បាយទៅតែគុំញឹកពេកធម្មតាទាំងកីឡាករគុនខ្មែរទាំងអស់គុំសូវបាទផ្ដោតទៅលើអ្វីផ្សេងខ្លាំងពេកយើងហាត់ឲ្យពេញបងប្អូនហាត់ឲ្យពេញណាហាត់ឲ្យពេញដើម្បីបាទលើកមុខមាត់គុនខ្មែរយើងទាំងអស់គ្នាបងប្អូនហើយឥឡូវនេះគឺកំពុងតែឡើងជើងខ្ញុំនិយាយវីដេអូនេះគឺតាក់ទងជាមួយកីឡាករបាទសំអឿនសុផាតែម្ដងគឺគាត់ប៉ះអន្តរជាតិ40ដងបាទចាញ់ម្ដងបងប្អូនណាហើយបើតាមការបញ្ជាក់ពី admin ស្តង់ដាចំបាទអញ្ចឹងគឺគាត់មិនមែនមនុស្សលំទេហើយបងប្អូនអាច comment តាមខាងគួរប្រិមិត្តយល់ឃើញមិនបាច់ចំពោះបាទការប្រកួតរបស់សំអឿនសុផាដែលជាកំណត់ត្រាមួយដែលយើងមិនធម្មតាព្រោះ admin សុំទៅសើដល់ចិត្តស្មោះតែម្ដងមិនធម្មតាទេបាទកីឡាករមើលមិនទាន់ធ្វើបានដូចគាត់ទេបាទអញ្ចឹងគឺច្បាស់មែនទេអាវុធចេញគឺច្បាស់យុទ្ធសាស្ត្របាទគឺចេញមកគឺពេញណែនហើយអញ្ចឹងវីដេអូនេះមិនតែប៉ុណ្្នឹងទេគឺជាវីដេអូដែលខ្ញុំចែកចម្លែកដែលជាកីឡាករម្នាក់ដែលកំពុងតែឡើងខ្លាំងបាទអនាគតដឹងតែខ្លាំងតែម្ដងបើសិនជាគាត់រក្សាការវឹកហាត់ទម្រង់វឹកហាត់ក៏ដូចជាបច្ចេកទេសដែលគាត់ហាត់ហ្នឹងគឺបង្កើនថែមទៀតសំខាន់គឺយើងរក្សាការហាត់ឲ្យស្ថិរភាពបាទទម្រង់ថែរក្សាសុខភាពយ៉ាងម៉េចគឺគាត់ហាត់ឲ្យពេញណែនមកបាទអញ្ចឹងរហូតគឺตั้งតែអែមមក40គូចាញ់ម្ដងគឺអែមមែនតើអែមមែនតើបាទទើបតែ40ដងxongបងប្អូនមកចាញ់ម្ដងមិនមែនលំទេអញ្ចឹងវីដេអូនេះមិនតែប៉ុណ្ណឹងទេបងប្អូនបើសិនជាលើកទៅលើសលុះដោយប្រការណាមួយខ្ញុំសូមមេត្តាខន្តីបាទអភ័យទោសពីសំណាក់បងប្អូន fan គុនខ្មែរផងដែរហើយបើពេញចិត្តនៃការផលិតជាវីដេអូប្រិមិត្តអាចបាទចុចពាក្យ subscribe ក៏ដូចជាជួយ share page admin ម្នាក់មួយ follow ម្នាក់មួយបានដើម្បីទទួលបាននៅដំណឹងតាក់ទងទៅនឹងវិស័យគុនខ្មែរជាបន្តបន្ទាប់ឲ្យប្រិមិត្តបាទមានមតិយល់បយ៉ាងម៉េចមានពាក្យពេចន៍អីជូនពរទៅសំអឿនសុផាអាច comment នៅខាងក្រោមវីដេអូប្រិមិត្តណាហើយថ្ងៃ14នេះគឺគាត់ទៅប៉ះជាមួយនឹងដៃគូចាស់សែនឆៃដែលជាកីឡាករបរទេសដែលធ្លាប់ប៉ះសែនឆៃបាទមួយទំហឹងបាទខ្លាំងបងប្អូនបាទអញ្ចឹងគឺមិនមែនលំទេបាទប៉ះតាំងពីសែនឆៃនៅខ្លាំងម្ល៉េះហើយប្រកួតគឺបាទស្មោះដៃគេល្អមែនទេបាទសែនឆៃលើកបន្ទុកមិនតិចទេបងប្អូនដោយសារតែការប្រកួតនៅថៃបាទហើយការប្រកួតយើងដឹងហើយតាមការប្រកួតនៅបរទេសហ្នឹងគឺសែនឆៃអាចនឹងចាប់ត្រូវចាញ់បងប្អូនគាត់ថាការដាំបន្ទុកធម្មតាបាទទឹកដីគេគឺការនោះគឺសែនឆៃឈ្នះកីឡាករដែលត្រូវប៉ះសំអឿនសុផានេះការសែនឆៃនៅឡើយអញ្ចឹងយើងមើលថាតើកីឡាករបរទេសដែលត្រូវប៉ះបាទជាមួយសំអឿនសុផានេះដែលប្រវត្តិធ្លាប់ប៉ះសែនឆៃការសម័យសែនឆៃនៅពេញខ្លាំងនេះចាំមើលថាតើយ៉ាងណាយ៉ាងណីអញ្ចឹងបងប្អូនកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ